សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាអំពីវិធី resizing ទៅលើរូបភាពនិងវិធី rotating ទៅលើរូបភាពផងដែរជាដំបូងយើងត្រូវចូលទៅកាន់កម្មវិធី Photoshop ជាមុនហើយចាប់ពីដំណើរការឲ្យសិនបន្ទាប់មកយើងត្រូវជ្រើសរើសរូបភាពដែលយើងពេញចិត្តដើម្បីរើសរូបភាពយើងត្រូវចុចទៅលើពាក្យ File បន្ទាប់មកចុចពាក្យថា Open ដើម្បីយករូបភាពយើងពេញចិត្តបានយើងត្រូវចុចទៅលើវាបន្ទាប់មកចុចពាក្យថា Open ជាដំបូងខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីវិធីបដូរទំហំរូបភាពដើម្បីបដូរទំហំរូបភាពយើងត្រូវចុចទៅលើពាក្យថា Image បន្ទាប់មកចុចពាក្យថា Image Size ហើយនេះគឺជាទំហំរូបភាពខ្ញុំបដូរដាក់ទៅតាមទំហំដែលខ្ញុំចង់បានបន្ទាប់មកចុចពាក្យថា OK រូបភាពនឹងបដូរទៅតាមទំហំដែលយើងបានដាក់បញ្ចូលហើយបន្ទាប់មកទៀតខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីវិធី rotating ដើម្បី rotating រូបភាពបានយើងត្រូវចុចទៅលើពាក្យ image បន្ទាប់មកចុចពាក្យថា image rotation នេះគឺជាការកែប្រែរូបភាពដើម្បីទៅទិសដៅរូបភាពដូរទៅឆ្វេងទៅស្ដាំតាមអ្វីដែលយើងចង់បានអរគុណអ្នកទាំងអស់គ្នា